បាទសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាពិសេសលោកគ្រូអ្នកគ្រូទាំងអស់គ្នាដែលចង់បានព្រមដើម្បីធ្វើការអញ្ចឹងថ្ងៃនេះគឺខ្ញុំមកចែករំលែកព្រមមួយទៀតហើយចែករំលែកពីរបៀបធ្វើតែម្ដងបាទអញ្ចឹងខ្ញុំនឹងកែសម្រួលព្រមនិងព្យាយាមច្នៃព្រមទាំងអស់ដើម្បីឲ្យលោកគ្រូអ្នកគ្រូក៏ដូចជាបងទាំងអស់គ្នាដែលគាត់ចង់យកហ្នឹងទៅប្រើប្រាស់ជាផ្លូវការអញ្ចឹងយើងអាចយកទៅសាកតេស្តល្បងទៅប៉ុន្តែមុននឹងខ្ញុំតម្លាក់ឲ្យប្រើហ្នឹងគឺខ្ញុំតេស្តឲ្យថាវាចេញលទ្ធផលមកបែបម៉េច បាទអញ្ចឹងកុំឲ្យខាតពេកយើងចូលទៅទាំងអស់គ្នាបាទចឹងនៅក្នុងនេះគឺខ្ញុំធ្វើការចែករំលែកព្រមនេះហើយនេះព្រមនេះគឺខ្ញុំបានសរសេររួចហើយវាជា Master Prompt 2អញ្ចឹងនៅវគ្គមុនគឺយើងនិយាយពីការបង្កើត slide ដូចគ្នាគ្រាន់តែថាព្រមវាធ្វើខុសៗគ្នាទេឥឡូវនៅក្នុងនេះគឺខ្ញុំចង់បង្កើតព្រមមួយ slide រចនាសម្ព័ន្ធកំណត់ត្រាដាក់សរសេរដោយដៃបែបលក្ខណៈប្រើជាដៃម្ដងអញ្ចឹងប្រធានបទខ្ញុំលើកយកមកធ្វើថ្ងៃនេះគឺខ្ញុំធ្វើជាប្រធានបទទូទៅទេហើយបើសិនជាដូចខ្ញុំបាននិយាយអញ្ចឹងបើសិនជាអឺ បងឬក៏លោកគ្រូអ្នកគ្រូទាំងអស់គ្នាឬក៏អ្នកទាំងអស់គ្នាចូលចិត្តធ្វើទៅតាមសៀវភៅអាចដាក់សៀវភៅបានអាចដាក់សៀវភៅចូលជាគោលបានប៉ុន្តែខ្ញុំគ្រាន់តែបង្ហាញពីរបៀបធ្វើទេអញ្ចឹងខ្ញុំយកប្រធានបទវដ្តជីវិតរបស់មេអំបៅយកមកបង្ហាញហើយបន្ទាប់មកខ្ញុំដាក់ថ្នាក់ទី3បាទអញ្ចឹងដាក់ថ្នាក់ទីប្រមាណយើងដាក់ទៅតាមហ្នឹងទៅស្រេចចិត្តនៃការរៀបចំរបស់យើងទេយើងចង់ដាក់ថ្នាក់ទីប៉ុន្មានក៏បានដែរ ដោយឲ្យ slide មានរូបរាងដូចជាការកំណត់ត្រាសរសេរដោយដៃរបស់សិស្សលើกระดาษ A4 ផ្ដេកបាទអញ្ចឹងกระดาษ A4 យើងមានពីរប្រភេទមានផ្ដេកហើយនិងប្រឈរបាទអញ្ចឹងខ្ញុំយកផ្ដេកជាលក្ខណៈ presentation ហ្នឹងណាតមកតម្រូវការរចនា slide នេះគឺខ្ញុំប្រើប្រាស់ផ្ទៃខាងក្រោយដូចក្រដាសពណ៌ដូចក្រដាសសៀវភៅបាទឬក្រដាសមានបន្ទាត់អញ្ចឹងយើងប្រើលក្ខណៈសៀវភៅបន្ទាប់មកខាងនេះគឺដូចអ្នកនរគ្នាអាចអានបានឬក៏កែសម្រួលតិចតួចទៅតាមហ្នឹងទៅអត់អីទេ ចំណងជើងមានរចនាសម្ព័ន្ធសរសេរដោយដៃហើយdiagram នេះដូចគ្នាបន្តមកនៅខាងក្រោយនេះគឺslide នីមួយៗត្រូវមើលទៅលើទំព័រកំណត់ត្រាដែលបានរៀបចំស្អាតរចនាចំណងជើងមានអ្វីដែលត្រូវរៀនពាក្យគន្លឹះការបញ្យលឧទាហរណ៍គំនូសតាងឬក៏ mind map ហ្នឹងណាបាទសំណួរខ្លីៗបន្តមកសង្ខេបមេរៀនបាទអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺអត់មានអីពិបាកទេយើងគ្រាន់តែ copy prompt ហ្នឹងមកហើយ prompt ហ្នឹងខ្ញុំនឹងដាក់នៅក្រោម description ដូចគ្នាបាទយើងគ្រាន់តែ copy prompt មកតោះមកយើងទៅកាន់ website ហើយយើងវាយពាក្យថា Google Slide សូមអធិស្ឋានខ្ញុំដូរ font ហ្នឹងដាក់ Google Slide មកអញ្ចឹងនៅពេលយើងទៅ Google Slide យើងចុចនៅលើ link ខាងដំបូងគេហ្នឹងបាទអញ្ចឹងវានឹងនាំយើងទៅដដែលទេអញ្ចឹងយើងគ្រាន់តែចុចយក generate presentation ហ្នឹងមកបាទអញ្ចឹងហើយខ្ញុំធ្វើការ copy ហើយនឹង paste prompt មិញហ្នឹងអញ្ចឹង prompt នេះគឺខ្ញុំ copy ឬឲ្យ paste direct ទៅតែម្ដងបាទបន្ទាប់មកខ្ញុំចុចពាក្យsubmit បាទអញ្ចឹងនៅក្នុងនេះដោយសារតែខ្ញុំអត់បាន upload file ទេអញ្ចឹងខ្ញុំចុចដោះអានេះទៅដោះក៏បានមិនបាច់ក៏បានដែរគ្រាន់តែខ្ញុំចុចថែម web នេះមួយទៀតមកកន្លែង web នេះមានន័យថាវានឹងយកព័ត៌មានពី Google ទៅ Gemini ហ្នឹងវានឹង generate ព័ត៌មាននៅគេហៅពី Google ទៅគ្រាន់តែថាព័ត៌មានទាំងអស់ហ្នឹងវាអត់ទៅតាមសៀវភៅទេបើសិនយើងដាក់សៀវភៅវានឹងធ្វើតាមសៀវភៅរបស់យើងមានមេរៀនតែនេះគឺវាយកពី Google មកតែម្ដងបាទអញ្ចឹងខ្ញុំធ្វើការចុច next បន្ទាប់មកពេលដែលយើងចុច next ហើយយើងធ្វើការរង់ចាំវាបន្តិចទៅបាទវានឹងចាប់ផ្ដើមរៀបចំ scan ហើយ collect ហើយបាទឥឡូវវានៅពេលដែលយើងចុច submit ហើយវានឹង load ឲ្យយើង tick មួយតង់ទៀតអញ្ចឹងកន្លែងនេះគេសួរថាតើលោកអ្នកចង់បានកម្រិតបាទកម្រិតបែបណាអញ្ចឹងកម្រិតវាមានខ្ពស់វាមានមធ្យមហើយនឹងមានខ្សោយអីចឹងទៅបាទអញ្ចឹងខ្ញុំយកពាក្យខ្ញុំយកកដាលអញ្ចឹងអាស្រ័យទៅលើយើងទេយើងចង់ដាក់កម្រិតណាគឺយើង tick លើកម្រិតហ្នឹងទៅតោះមកតើអ្វីជាគោលដៅចម្បងមេរៀនបាទអញ្ចឹងបើសិនជាវាតាក់ទងទាំងអស់យើង select ទាំងអស់ទៅបាទបើសិនជាវាតាក់ទងណាបាទអញ្ចឹងតោះមកយើងចុច next នៅពេលយើងចុច next ហើយយើងត្រូវការរងចាំវាមួយតង់ទៀតដូចសពមួយដងអញ្ចឹងបាទអញ្ចឹងនៅកន្លែងនេះនៅពេលដែលវា load តើមេរៀននេះវា load មកមានតែចំនួន8 slide ឯងបាទយើងគិតថាវាតិចពេកអញ្ចឹងយើងអត់ទាន់ approve ទេអញ្ចឹងយើងអាចនិយាយថាសូមអ្នកបាទយើងអាចបន្ថែមសូមបង្កើតឲ្យបានអីគេឲ្យបាន15 slide បាទអញ្ចឹងសេខ្មែរក៏បានដែរសេអង់គ្លេសក៏បានដែរបាទអញ្ចឹងយើងអត់ទាន់ approve ទេមានន័យថា approve approve មានន័យថាយើងចង់ឲ្យវាបង្កើត8 slide ហ្នឹងហ្មងប៉ុន្តែខ្ញុំអត់ទាន់ approve ទេគឺខ្ញុំចង់ឲ្យវាបង្កើត15 slide អញ្ចឹងខ្ញុំគ្រាន់តែសរសេរបញ្ជាក់ប្រាប់ទៅថាបង្កើតឲ្យបានគ្រប់15 slide បាទ15 slide អញ្ចឹងទៅគេនឹងបន្ថែម slide ឲ្យយើងហើយបាទ
បាទឃើញហើយនេះនៅពេលដែលខ្ញុំប្រាប់ចឹងទៅគេនឹងបង្កើតបន្ត slide ហ្នឹងឲ្យបានគ្រប់15 slide សម្រាប់នេះរបស់យើងអញ្ចឹងនៅពេលយើងគិតថា5 10 slide ហ្នឹងវាគ្រប់ហើយវាល្មមសម្រាប់មេរៀនថ្ងៃហ្នឹងហើយយើងចុច approve បាទយើងចុច approve ខ្វាច់មកចុច approve ខ្វោកមកវានឹងធ្វើការរៀបចំជា slide ឲ្យយើងអញ្ចឹងយើងធ្វើការរងចាំវាបន្តទៀតបាទហ្នឹងហើយក្នុងអំឡុងពេលរងចាំហ្នឹងដែរសូមបញ្ជាក់អ្នកនរគ្នាដោយសារតែ website របស់ខ្ញុំwww.imadeforyou.com ហ្នឹងត្រូវបានគេ remove អញ្ចឹងហើយខ្ញុំបង្កើត website ថ្មីគឺឈ្មោះដដែលគ្រាន់តែខុសកន្ទុយឯងខុសកន្ទុយពីដូរពី w ដាក់មក .net វិញដូរពី .com ដាក់ .net វិញអញ្ចឹងខ្ញុំតែបង្កើតឲ្យថ្មីទេវាអត់ដូចដើម 100% ទេខ្ញុំអត់ដឹងថាមូលហេតុអីបានវា remove ដែរព្រោះwebsite ហ្នឹងគឺខ្ញុំធ្វើតាំងពី2021មកម្លេះខ្ញុំធ្វើវាជាលក្ខណៈ personal use ចឹងណាសម្រាប់ផ្ទាល់ខ្លួនដើម្បីជាអនុស្សាវរីយ៍អញ្ចឹងទៅប៉ុន្តែវាត្រូវបាន remove បាត់ហើយប៉ុន្តែខ្ញុំបង្កើតថ្មីមួយទៀតសម្រាប់អឺ website ហ្នឹងគឺខ្ញុំទើបតែបង្កើតហើយទេគ្រាន់តែថាវាមិនទាន់រួចរាល់ 100%អញ្ចឹងសង្ឃឹមថាយើងនឹងយើងអ្នកទាំងអស់គ្នានឹងជួយទៅ follow នៅ website ថ្មីរបស់ខ្ញុំទៅទស្សនានៅ website ថ្មីរបស់ខ្ញុំដែលខ្ញុំទើបបង្កើតហើយហ្នឹងព្រោះខ្ញុំនឹង upload ព្រមទាំងអស់ឬក៏វីដេអូពីរបៀបធ្វើទាំងអស់នៅក្នុង website ហ្នឹងដែរបូកជាមួយនឹង YouTube ផងដែរបាទក្រោយពីយើងចុច submit ទៅយើងមើលមកដល់កន្លែងវគ្គនេះវាចាប់ផ្ដើមផលិតចិត្តហើយបាទអញ្ចឹងពេលដែលឃើញព្រាលៗហ្នឹងមានន័យថាវាអត់ទាន់ដំណើរការបាន 100% ទេវាទៅតែបាន80ទៅ90%ទេអញ្ចឹងប្រសិនបើវារួចរាល់វានឹងលោតសញ្ញា tick ហើយលោតបានបែបនេះតែម្ដងបាទឥឡូវយើងចុចមើលទៅបាទអញ្ចឹងខ្ញុំចុចslide អញ្ចឹងនៅពេលដែលហើយនេះអ្នកនរនេះគឺខាងក្រោយផ្ទៃ background ហ្នឹងគឺយើងឲ្យវាសរសេរបែបជាលក្ខណៈសៀវភៅហើយគំនូរគូដោយដៃបាទអញ្ចឹងអ្នកនរគ្នាបានឃើញហើយបាទនេះគឺគោលបំណងមេរៀនថ្ងៃនេះបាទអញ្ចឹងគឺមានការបរិច្ឆេទមានអីយើងអាចកែសម្រួលតិចតួចណាបាទអញ្ចឹងវារៀបចំមកគឺបែបលក្ខណៈគំនូរហើយសៀវភៅกระดาษខាងក្រោយផ្ទៃ background ហ្នឹងមើលទៅស្អាតមែនទែនវាមើលទៅសាមញ្ញសមរម្យហើយវាអត់ឈឺភ្នែកបើនិយាយខ្លីទៅបាទអញ្ចឹងគេប្រាប់ពី process នេះពីដើមហើយវាបូកមួយនឹងអង់គ្លេសតិចតួចទៀតបាទអញ្ចឹងគឺមានដំណាក់កាលទី1ទី2ទី3អញ្ចឹងទៅណាបាទវាមានកំណត់ចំណាំវាមានស្អីតាមការនិយាយទៅតាមការរៀបរាប់របស់យើងនៅក្នុងពីដើមព្រមវាធ្វើមកអញ្ចឹងអញ្ចឹងដំណាក់កាលទី4មេអំបៅពេញវ័យឯណានៃអញ្ចឹងទៅណាបន្ទាប់មកការប្រៀបធៀបដំណាក់កាលទាំង4បាទអញ្ចឹងមានពងមានដង្កូវមានដុកឌឿបាទនេះដុកឌឿប្រហែលសេខុសមិនដឹងបាទដឹកឌឿនេះដាក់ដឹកឌឿបាទមេអំបៅអញ្ចឹងតកតងទៅនឹងអាការៈវិរុទ្ធឬក៏ពាក្យមួយចំនួនយើងអាចកែសម្រួលបានអត់បញ្ហាទេដោយសារតែវានៅលើ PowerPoint អញ្ចឹងយើងអាចកែសម្រួលខ្លឹមសារឬក៏ពាក្យណាដែលមើលទៅខុសអញ្ចឹងណាបាទអញ្ចឹងមានគំនូសតាងវត្តជីវិតមេអំបៅនោះទៀតណាបាទវាមានពងមានទី2មាន3មានអីចឹងណាអាហ្នឹងគឺតាមការនេះរបស់យើងបាទអញ្ចឹងមានការពិតមានស្អីណានៃណាបាទភាពពិតអញ្ចឹងខុសក្រោយគឺមានសំណួរខុសត្រូវណានៃទៀតនេះបាទសំណួរខុសឬក៏ត្រូវណាមិនសំណួរខុសត្រូវទេបាទអញ្ចឹងកិច្ចការផ្ទះសង្កេតការតូចបាទសង្កេតគេហៅសង្កេតការតូចមានថាពេលចេញលេងឬទៅតាសូមសង្កេតមើលដើមឈើនិងផ្កាអញ្ចឹងបាទគេឲ្យយើងទៅសង្កេតមើលទៅលោកឃើញពងមេអំបៅឃើញអីចឹងណាបាទអញ្ចឹងនៅនេះគឺវាមានតែប៉ុណ្្នឹងទេបាទអញ្ចឹងយើងបាន slide មួយយ៉ាងស្អាតតែម្ដងបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនជំរាបលានិងជួបគ្នានៅវីដេអូក្រោយ